បាទសួស្តីបងប្អូនអរគ្នានៅក្នុងបណ្ដាញសង្គមអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីគឺវីដេអូនៅក្នុងផ្ទះញ៉ាំកាហ្វេធម្មតាអត់ទៅណាទៅនេះធ្វើសកម្មភាពធម្មតាដើរចុះដើរឡើងមិនដឹងថាដើរធ្វើអីបើកទ្វារនេះបើកទ្វារនោះដើរចុះឡើងនឹកឃើញក៏ដាក់កាហ្វេមួយបងប្អូនអរគ្នាអ្នកដែលចូលចិត្តញ៉ាំកាហ្វេបងប្អូនប្រកាសជាយល់អារម្មណ៍មួយនេះហើយអញ្ចឹងថ្ងៃនេះខ្ញុំឆុងកាហ្វេគ្រាប់ជាមួយនឹងទឹកដោះគោខ្ញុំដាក់ទឹកដោះគោតែហើយខ្ញុំមិនដាក់ស្ករទេខ្ញុំចូលចិត្តញ៉ាំរបស់ដែលអត់ស្ករពីច្រើនបងប្អូនអរគ្នាការញ៉ាំរបស់ដែលមានវិន័យវាអត់អាចធ្វើយើងឡើងគីឡូឬក៏លើសជាតិខ្លាញ់លើសជាតិស្ករបងប្អូនមួយចំនួនគាត់ភ័យគាត់ថាភ័យគាត់ស្ដាប់គ្នាអញ្ចឹងភ័យខ្លាចឡើងគីឡូលើសជាតិស្ករឡើងឈាមបាទលើសឡើងអាស៊ីតប៉ុន្តែគាត់អត់ដែលគិតថាគួរតែញ៉ាំរបស់ណាដើម្បីសុខភាពញ៉ាំរបស់ណាដើម្បីកុំឲ្យឈឺតែគាត់អត់បានគិតអាហ្នឹងគាត់លើតែគ្នានិយាយគ្នាតគ្នាគាត់ទៅទិញថ្នាំនេះថ្នាំនោះយកមកលេបយកមកញ៉ាំដើម្បីឲ្យអត់ខ្លាញ់ស្រួយតែបិទរាងកាយបងប្អូនអរគ្នាមិនបាច់ចាំទៅលេបថ្នាំឲ្យតែបងប្អូនមានវិន័យលើការញ៉ាំអាហារមានវិន័យសម្រាប់ហាត់ប្រាណគឺខ្ញុំគិតថាជំងឺអ្វីក៏អត់អាចចូលមកបងប្អូនបានតែបើបងប្អូនញ៉ាំអត់មានវិន័យ yes ច្បាស់ណាស់គ្រប់បែបយ៉ាងនឹងចូលមកអរគុណសម្រាប់ការទស្សនាវីដេអូនេះជួបនៅវីដេអូក្រោយ